អូខេតើគួរជ្រើសរើសទីតាំងបែបណាដែលល្អដើម្បីសាងសង់កសិកម្មមួយដ៏ល្អអញ្ចឹងសូមបងប្អូនចូលស្ដាប់ការចែករំលែករបស់ខ្ញុំទាំងអស់គ្នាយើងមាន6មួយតោះសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះមកធ្វើការចែករំលែកពីការមើលស្ថានភាពឬក៏ទីតាំងដីដែលសាងសង់កសិកម្មអញ្ចឹងណាអញ្ចឹងដីដែលមានសក្តានុពលដែលវាពោពេញទៅដោយយើងមិនបារម្ភអំពីភាពបរាជ័យឬអីគឺបងប្អូនមើលគឺយើងមើលពីវាតម្លាបែបនេះមានភ្នំមានស្ទឹងមានទឹកមានហើយកន្លែងនេះទៀតសោតគឺបានន័យថាយើងមើលតំបន់ដែលក៏មិនសូវមានផ្ទះអញ្ចឹងណាហើយទី2ទៀតផលដែលល្អមកកុំឲ្យផលតែសัตว์ផលដល់មនុស្សផងគឺការធ្វើចរាចរណ៍ដូចជាយើងមកមើលថែទាំផ្ទះអីវាមានផលបាបដល់ម្ចាស់ផ្ទះមានទឹកមានភ្លើងគ្រប់គ្រាន់ក៏វាបានសេវមួយចំនួនដែលយើងទៅធ្វើបុកដងឬក៏យើងទៅចាប់ដើមសង់ទាភ្លើងមកវែងឲ្យអស់លុយច្រើនអីចឹងណាបាទអញ្ចឹងខ្ញុំលើកទឹកចិត្តឲ្យបងប្អូនថាផ្ទះសัตว์ឲ្យសัตว์បានផលច្រើនមនុស្សក៏ស្រួលមកមើលថែដែរអញ្ចឹងណាបងប្អូនបាទហើយទៀតសតកន្លែងនេះទៀតសតគឺយើងកំពុងតែមកមើលឲ្យអតិថិជនម្នាក់ដែលគាត់នៅលើទឹកដីសៀមរាបនេះសៀមរាបបងប្អូនហើយកន្លែងនេះល្អមែននិយាយទៅហើយតែគាត់ដីឡូទេប៉ុន្តែនៅពីក្រោយនេះពោពេញទៅដោយផ្ទះប្រជាជនក៏វាជារឿងមួយល្អដែរគឺបាទជាជនចិត្តនឹងបានជួយមើលខ្លះដែរប៉ុន្តែในការប្រើសម្លេងយើងជាអ្នកបច្ចេកទេសយើងយល់ថាគួរប្រើបែបណាល្អហើយអូខេអញ្ចឹងវីដេអូមួយនេះជូនបងប្អូនដែលចង់សាងសង់ផ្ទះជាកម្មនិងចង់យល់ពីផ្ទះជាកម្មឲ្យបានច្រើនជាងនេះបងប្អូនអាចខមមិននៅវីដេអូនេះឬក៏អាចឆាតតាក់ទងខ្ញុំផ្ទាល់អរគុណ